សូមជូនអត្ថបទសង្ខេបរឿងសូផាតលោកសួនជាចៅវាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ្ឌអ្នកស្រុកទាំងពុំដឹងថាលោកបានទៅលួចរួមរយៈជាមួយស្ត្រីកំព្រាម្នាក់ឈ្មោះសូយ៉ាក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញលោកសួនមិនអាចនាំនាងសូយ៉ាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្ដាយលោកបានដណ្ដឹងកូនគេបញ្ចាំចិត្តរួចហើយលោកបានទុកចិញ្ចៀនមួយវងឲ្យនាងសូយ៉ាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញនាងសូយ៉ានៅស្រុកតែម្នាក់ឯងក្រោយមកឆ្លងទន្លេបានកូនប្រុសឈ្មោះសូផាតម្ដាយកូនពីរនាក់រស់នៅយ៉ាងកំសត់សូម្បីតែសម្បត្តិមួយបន្ទាត់ពីលោកសួនក៏នាងមិនបានទទួលដែរពេលដឹងថាលោកសួនមានប្រពន្ធថ្មីនាងក៏ចាប់ផ្ដើមជឿរហូតដល់ស្លាប់ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុ8ឆ្នាំលុះដល់អាយុ12ឆ្នាំកុមារសូផាតចាក់ចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួនពេលទៅដល់ភ្នំពេញសូផាតស្នាក់នៅវត្តឧណាឡោមហើយស្គាល់ក្មេងម្នាក់ឈ្មោះណារិនក្រោយមកឪពុកធនណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយថ្ងៃមួយក្រោយពីសូផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹកនាងម៉ាន់យ៉ានបានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះហើយប្រគល់ឲ្យលោកអុកញ៉ាលោកក៏ជ្រាបដឹងថាសូផាតជាកូនបង្កើតរបស់ខ្លួននាងអូរីជាកូនក្រមុំអ្នកចិត្តខាងចាប់អារម្មណ៍លើសូផាតរហូតទប់គេជាស្ត្រីពុំបានក៏ឡើងទៅបន្ទប់សូផាតទាំងយប់តែត្រូវបានសូផាតប្រាប់ឲ្យចាក់ចេញវិញនាងម៉ាន់យ៉ានប្រទះឃើញទិដ្ឋភាពបែបនេះក៏អស់សង្ឃឹមដែលខ្លួនចាប់ចិត្តលើបរោះបែបនេះនាងគេចវេះខ្លួនចេញពីសូផាតជាដរាបហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្តហើយក៏សម្រេចចិត្តចាក់ចេញពីផ្ទះនេះក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាក់ចេញពីផ្ទះលោកក៏ចេញបញ្ជាឲ្យគេតាមរកស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាតចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុកហើយបដូរឈ្មោះខ្លួនទៅជាផនស៊ីឯសំណាងជាកូនអ្នកមានក៏បំរុងនឹងចូលដណ្ដឹងនាងម៉ាន់យ៉ានក្រោយមកនាងម៉ាន់យ៉ានបានជួបនឹងសូផាតនៅផ្ទះមេស្រុកសុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាងនៅថ្ងៃដែលនាងរៀបការនាងលូតទឹកសម្រាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទឈ្មោះរកជួយសង្គ្រោះពេលនោះហើយដែលសូផាតបានជួបនឹងនាងម៉ាន់យ៉ានម្ដងទៀតហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀងដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ហើយនាងម៉ាន់យ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្តអ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញហើយជួបគ្នាដោយចៃដន្យនៅទីនោះទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណីហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះមកសូមអរគុណសូមជម្រាបលា